ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមកកាត់មេឃទៀបស្វិតខ្លះបងប្អូនដោយសារតែខ្ញុំស្រោចទឹកវាទៅគឺស្លឹកវាលាស់ទ្រុបទ្រុលឡើងខៀវដូចខែវស្សាអញ្ចឹងបងប្អូនតែខែប្រាំងទេអញ្ចឹងហើយខ្ញុំសម្រេចចិត្តថាមេឃនេះគឺយកផ្លែមួយដោយសារតែឃើញវាក្តាប់ហើយបងប្អូនអញ្ចឹងណាតែមេឃច្រើនបែកមេឃមកច្រើនផ្កាក៏ច្រើនដែរអញ្ចឹងនឹងខ្ញុំសម្រេចចិត្តកាត់វាចេញខ្លះទុកវាតែមេឃដែលមានក្តាប់នឹងទេគឺយកមេឃតែមួយនឹងឯងដែលផ្លែដោយសារតែដើមវាមេឃវានឹងគឺតូចកាលណាយើងទុកផ្លែច្រើនក៏អាចនឹងបាក់មេឃដែរចឹងហើយយើងក៏កាត់វាចេញទៅទុកតាមេឃដែលយកផ្លែហ្នឹងបានហើយបងប្អូនហើយមួយទៀតនឹងកាត់មេឃចាដែលមានផ្កាហើយប៉ុន្តែផ្កាហ្នឹងមិនអាចជាប់ផ្លែទេវាមានណាបងប្អូនមិនមែនតែផ្កាមកគ្នាជាប់មានផ្លែទាំងអស់ទេចឹងហើយយើងកាត់ចេញទៅមើលអាផ្កាណាដែលវាមិនគួរជាប់ផ្លែយើងកាត់វាចេញទៅហើយសម្រាប់ការកាត់មេឃហ្នឹងក៏វាជួយការពារសត្វល្អិតនិងបង្កើខ្លះដែរបងប្អូនធ្វើទៀតហ្នឹងផ្លែស្អាតល្អអត់សូវមានតកៅឬក៏មានសត្វសរោមវិញបងប្អូនអាកូនសហ្នឹងខ្ញុំមិនដឹងហៅអីគេទេបងប្អូនតែខ្ញុំហៅតាកូនសត្វហ្នឹងអញ្ចឹងណាហើយណាមួយទៀតគឺយើងទុកឲ្យទៀបហ្នឹងគឺវាស្រូបជីវជាតិពីដីមកចិញ្ចឹមផ្លែក្តាប់វានឹងបានល្អអញ្ចឹងវាស្រូបជីវជាតិមកវាអត់អាចចែកទៅចិញ្ចឹមផ្លឹកមេឃទៀតដែលចាស់អត់មានប្រយោជន៍នឹងទេអញ្ចឹងហើយយើងកាត់វាចេញទៅគឺជីវជាតិដែលវាស្រូបពីដីមកគឺវាទៅថែបំពន់ក្តាប់ហើយនឹងផ្កាក្តាប់ផ្លែវានឹងតែម្ដងបងប្អូនចង់ឲ្យមេឃណាដែលយើងតូចព្រោះទៀបនេះទៀបមេឃអត់ធំទេណាបងប្អូនដើមតូចឡើយទេអញ្ចឹងហើយមេឃវាតូចមិនអាចទុកផ្លែច្រើនទេខំវាបាក់មេឃខ្លះអញ្ចឹងទេយើងស្ដាយតែបើផ្លែជាប់ហើយក៏កាត់ចោលចេញខ្លះបានដែរបងប្អូនដើម្បីកុំឲ្យវាខូចផ្លែបងប្អូនតែផ្លែច្រើនអត់ធំទេតែផ្លែយើងដុកទុកមួយធំល្អចាវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតជូនពរសំណាងល្អហេងទាំងអស់គ្នាបងប្អូន